គេជួយបបប្អូនខ្លះគ្រាន់តែចូលឆ្នាំហ្នឹងក៏គាត់ជេររដ្ឋាភិបាលដែរថាចំនួនរដ្ឋាភិបាលនេះអាលាយអស់ហើយវប្បធម៌ឃើញតលេងបាញ់ទឹកផាត់បសៅងល់ឲ្យប្រជាពលរដ្ឋតើយើងហាមគាត់ទេតែអ្វីដែលសំខាន់យើងនៅថែរក្សាវប្បធម៌ទំនៀមទម្លាប់របស់យើងមិនទៅចង្កេះចង្កាត់ហើយផាត់បសៅជះទឹកនេះតាំងពីជំនាន់មុនសង្គ្រាមបាទមិនមានវប្បធម៌របស់អ្នកណាទេជាការសម្ដែងនៅការគោរពគ្នាការជួយផ្ដល់នៅសេចក្តីសុខសេរីសួស្តីឲ្យគ្នាប៉ុន្តែយើងក៏មិនភ្លេចនៅរបាំបុរាណមិនភ្លេចនៅការបង្ហាញនៅល្ខោនខោលនៅតាមខេត្តនីមួយៗគេរៀបចំបោះអង្គុញសំបីតែនៅវត្តភ្នំក៏មានដែររំត្រុតយើងមានព្រឹកឡើងអ្នកខ្លះគេសួរថានៅស្រុកខ្មែរព្រឹកឡើងមិនស្ងាត់ម៉េះអត់សុបាយអញ្ចឹងព្រោះព្រឹកគេទៅវត្តមិនមែនខ្មែរយើងព្រឹកឡើងរំប៉ាតម្សៅតាំងពីព្រលឹម24ម៉ោងពេលចូលឆ្នាំទេព្រឹកយើងទៅវត្តយើងចាស់ទុំទៅស្វែងគំលោកល្ងាចយើងទៅកំសាន្តយើងលេងតាមបែបផែនមាន concert មានស្អីទៅរួមទាំងល្បែងប្រពៃណីទាំងបាញ់ទឹកស្អីស្អីទៅជប់អាហ្នឹងគឺចឹងអត់មានពីណាបងអង្គុញពេលយប់ទេបាទអ្នកកពោទេបងអង្គុញពេលយប់ឯកឧត្តមម៉ៅធនិនដាក់ហ្វាឲ្យលេងបើមិនគេទៅមើល concert ហើយកន្លែងខ្លះកាន់កំភ្លើងទៅជាមួយកំភ្លើងបាញ់ទឹកទេមិនកំភ្លើងអីទេវាធម្មតាអញ្ចឹងគ្រាន់តែយើងសប្បាយបែបនេះខ្ញុំគិតថាយើងគួរមើលអ្វីដែលវិជ្ជមានទៅកុំទៅយកអារឿងអវិជ្ជមានប្រជាពលរដ្ឋយើងលៀកពាក់កៅអៅប្រពៃណីមកកកោកថតនៅអង្គរវត្តបរទេសពាក់ទាំងកៅអៅខ្មែរថតមិនក៏មិនផ្សព្វផ្សាយគ្រាន់តែមានម្នាក់គាត់លើកៅអៅនោះនៅស្វាយរៀងគឺបដោតតែហ្នឹងហើយជេររដ្ឋាភិបាលថាអសីលធម៌សម័យនេះអស់ហើយម្នាក់នឹងគាត់ធ្វើជ្រុលជារឿងរបស់គាត់យើងក៏ណែនាំយើងមិនគ្រប់គ្រងទង្វើបែបនេះទេប៉ុន្តែយើងគួររួមគ្នាមើលអ្វីដែលវិជ្ជមានហើយបើយើងផ្សព្វផ្សាយវិជ្ជមានយើងគិតវិជ្ជមានយើងធ្វើសកម្មភាពវិជ្ជមានយើងផ្សព្វផ្សាយវិជ្ជមានឲ្យបានច្រើននេះហើយគឺជាការផ្សព្វផ្សាយដល់ប្រពៃណីវប្បធម៌និងប្រទេសជាតិខ្មែររបស់យើងដែលប្រជាជនខ្មែររាប់សិបលានអ្នកក្នុងចូលឆ្នាំថ្មីនេះបានបង្ហាញបាទខ្ញុំសូមអរគុណណាស់បើយើងមួយថ្ងៃមើលតែអ្វីដែលអវិជ្ជមានហើយផ្ដោតតែអវិជ្ជមានប្រទេសយើងនឹងអាលាយហើយមិនល្អឥតខ្ចោះទេបញ្ហាអវិជ្ជមានយើងដោះស្រាយតែយើងត្រូវអបអរសាទរនៅអ្វីដែលយើងធ្វើបានអ្វីដែលយើងរួមគ្នាកសាងបានហើយជាមូលដ្ឋានដើម្បីជាធម៌ពលសម្រាប់បន្តធ្វើដំណើរទៅមុខឆ្នាំថ្មីនេះហើយអត្ថន័យនៃការរួមគ្នាអបអរសាទរសប្បាយឆ្នាំថ្មីរបស់យើងនោះបាទនេះគឺជាការពិតបាទសមិទ្ធផលដែលយើងរួមគ្នាធ្វើនេះហើយដែលថ្ងៃនេះខ្ញុំមានមោទនភាពថាផែកពតអន្តរជាតិផែទេសចរអន្តរជាតិខេត្តកពតនេះជាសមិទ្ធផលទី1នៅឆ្នាំថ្មីមិនមែនសមិទ្ធផលទី1របស់កម្ពុជានៅឆ្នាំ2025ទេចូលឆ្នាំថ្មីឆ្នាំខ្មែរសង្ក្រាន្តទៅចប់ហើយយើងនឹងបន្តសមិទ្ធផលបន្ថែមទៀតស្អែកខ្ញុំទៅសម្ពោធរោងចក្រ Ford នៅពោធិ៍សាត់រថយន្តទៅឡើងឡានអាមេរិកហើយខ្ញុំត្រូវសម្ពោធបន្តទៀតសមិទ្ធផលច្រើនរួមទាំងពលានយន្តហោះខែ7ទៅបន្តធ្វើតទៅទៀតបាទត្រូវបន្តតាក់ទាញវិនិយោគត្រូវបន្តជំរុញការវិវត្តសេដ្ឋកិច្ចត្រូវជំរុញទេសចរឲ្យមកកម្ពុជាច្រើនហើយការផ្សព្វផ្សាយល្អពេលចូលឆ្នាំនេះខ្ញុំជឿថានឹងផ្សព្វផ្សាយទៅដល់បរទេសនិងប្រជាពលរដ្ឋយើងដើម្បីដើរលេងកម្សាន្តឲ្យបានច្រើននៅទូទាំងប្រទេសយើងផ្សព្វផ្សាយល្អសន្តិភាពសบายនៅក្នុងស្រុកយើងបរទេសគេមកលេងអ្នកដែលមិនធ្លាប់មកកម្ពុជាគេមកសบายគេទៅប្រាប់គ្នាគេប្រជាជនខ្មែរដែលមិនធ្លាប់មកលេងកពតមកលេងឆ្នាំនេះល្អសบายឆ្នាំក្រោយគាត់ហៅគេមកទៀតហើយមិនបាច់ចាំឆ្នាំក្រោយជួនកាលចុងសប្តាហ៍មកលេងទៀត